អ្នកទាំងអស់គ្នាដឹងថាការធ្វើបុណ្យមិនបាច់តតែចំណាយលុយធំក្នុងក្តាំងមួយទៅសម្បំទឹកយើងអាចបានបុណ្យខ្ពស់ពេលខ្លះគ្រាន់តែយើងបិទប្រវេមាត់របស់យើងក៏អាចជួយយើងសាងបុណ្យបានដែរកុំប្រើពាក្យសម្ដីដែលឲ្យអ្នកដទៃជួយតាក់កុំព្យាបាទកុំចំណាយអ្នកដទៃគ្រាន់តែយើងរក្សាមាត់យើងបានល្អហ្នឹងក៏ជាការធ្វើបុណ្យមួយសម្រាប់ខ្លួនឯងដែរអ្នកទាំងអស់គ្នាមនុស្សយើងណាបើដកទៅចិត្តចំណែនមួយក៏យើងមានក្តីសុខដែរភាពចំណែននោះមិនថាអ្នកណាគេតែងតែមាននៅក្នុងចិត្តវាជាអកុសលចិត្តសោះប៉ុន្តែយើងចេះព្យាយាមកំណត់ដឹងថាចិត្តនឹងវាជាចិត្តអកុសលហើយយើងកំណត់ដឹងហើយកលះបង់ទៅហើយអ្វីដែលគាត់និយាយមិញគឺត្រូវខ្លាំងមែនតើអ្វីដែលមនុស្សគ្រប់គ្នាភាគច្រើនមិនថាអ្នកមានចំណេះដឹងខ្លះមួយចំនួនតូចទេតែអ្នកមានចំណេះដឹងខ្លះក៏គាត់ប្រុងប្រយ័ត្ននៅក្នុងការនិយាយស្ដីរបស់គាត់ដែរមិនថាអ្នកនឹងមានទ្រព្យសម្បត្តិកិត្តិយសយ៉ាងណាតែប៉ុន្តែគាត់មើលរំលងនៅចំណុចទូទាំងអស់ហ្នឹងជាចំណុចដែលយើងមិនគួរនឹងមើលរំលងទេព្រោះអីបនគឺកាត់ចាញ់អំពីការរក្សាសិលហើយយើងពេលខ្លះគឺយើងប្រាចាកសិលដែលអត់ដឹងខ្លួននៅក្នុងការពោលលើកពីនរណាគេម្នាក់វិភាគវែកញែករៀបរាប់ឲ្យគេស្អប់គ្នាឲ្យគេបៀតបៀនគ្នាអាហ្នឹងក៏ប្រាចាកនៅសិល5ដែរអញ្ចឹងពេលខ្លះគឺយើងប្រាចាកនៅសិល5នឹងដោយមិនដឹងខ្លួនតែម្ដងហើយនៅក្នុងបញ្ញកិរិយាវត្ថុ10បនកាត់ឡើងអំពីទាននយៈគឺបនសម្រាប់អំពីការធ្វើទានកាត់ឡើងអំពីការរក្សាសិលកាត់ឡើងអំពីការចម្រើននៅសមាធិបនកាត់ឡើងពីការគោរពនឹងអោលំទោនការគោរពគ្នាទៅវិញទៅមកហ្នឹងក៏ជាបនដែរការគោរពចាស់ទុំចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យអីជាដើមម្ដាយឪពុកអីជាដើមក៏បានបនដែរបនកាត់ឡើងពីការជួយខ្នះខ្នែងដែលរឿងដែលយើងគួរជួយដែលសម្រាប់ទៅជាបនដូចជាបងភីរញ្ញាអញ្ចឹងគាត់បានដាក់ QR code មកសម្រាប់ឲ្យយើងអស់គ្នាបានចូលរួមនៅក្នុងការបូជាផ្កាចំពោះគុណព្រះសម្មាសម្ពុទ្ធនៅក្នុងថ្ងៃវិសាខបូជាឬក៏ដូចមាឃបូជាអីជាដើមហ្នឹងក៏សិតតែជាហេតុដែលធ្វើឲ្យបានបនដែរណាហើយបនកាត់ឡើងចេញអំពីវិជាបច្ចៈវិជ្ជាហ្នឹងគឺចំណុចត្រង់ដែលខ្ញុំនិយាយមិញហ្នឹងគឺចំណុចទី5ហើយបនកាត់ឡើងចេញពីការចាយចំណែកបនដល់អ្នកដទៃបានដូចខ្ញុំចឹងអរសូមឲ្យបងប្អូនអរគ្នាអនុមោទនាបនដែលខ្ញុំបានធ្វើឲ្យល្អដោយការដែលវិចារដោយចិត្តសូមលើកជូនដល់បងប្អូនអរគ្នាអញ្ចឹងបងប្អូនអនុមោទនាបនទៅក៏ធ្វើឲ្យបានបនដែរដូចជាខ្ញុំមានទានម្ដងដែលភ្លឺទៅអត់បន្តឲ្យបងប្អូនអរគ្នាទានខ្លះដែរបងប្អូនអរគ្នាអត់ទាន់មានអញ្ចឹងអត់ទាន់ភ្លឺក៏អត់ឲ្យភ្លឺទៅហើយនឹងបនកាត់ចេញអំពីការអនុមោទនាអញ្ចឹងខ្ញុំជូនបនក៏បានបនហើយអ្នកនរគ្នាអនុមោទនាបនពីខ្ញុំក៏បានបនដូចគ្នាដែរហើយបនកាត់ឡើងអំពីការសម្ដែងធម៌អំពីការពោលអំពីសច្ចធម៌អំពីធម្មជាតិអំពីច្បាប់ធម្មជាតិអំពីអ្វីដែលយើងបានរៀននៅក្នុងព្រះប្រសូតព្រះវិន័យនិងព្រះអភិធម្មជាដើមប៉ុន្តែគឺជាការផ្ដល់ឲ្យដោយចេញពីបេះដូងដ៏បរិសុទ្ធណាចង់ឲ្យអ្នកនរគ្នាបានសុខបានយល់ដឹងស្ដាប់ទៅស្ងប់រងាប់ឯជាដើមហើយបនក៏កាត់ចេញអំពីការស្ដាប់ធម៌ដែរគ្រាន់តែអ្នកនរគ្នាស្ដាប់ធម៌ដោយសេចក្តីគោរពនឹងក៏បានបនដែរហើយបនកាត់ចាញ់អំពីការធ្វើតថៈឲ្យត្រឹមត្រូវមិនថាយើងមានតថៈត្រឹមត្រង់ថាយើងមិនគួរនឹងនិយាយពោលពាក្យអាក្រក់ឲ្យអ្នកណាគេស្អប់គ្នាទេធម្មតាអ្នកគេក៏ចេះនិយាយដើមដែរប៉ុន្តែយើងគ្រាន់តែលើកមកដើម្បីឲ្យដឹងពីហេតុនិងផលថាយើងមិនគួរទៅស្ទប់គប់មនុស្សហ្នឹងទេមនុស្សហ្នឹងគាត់មានលក្ខណៈបែបនេះអាចធ្វើឲ្យយើងគ្រោះថ្នាក់ប៉ុន្តែយើងមិនឲ្យស្អប់គេទេគ្រាន់ថាមានការប្រុងប្រយ័ត្នតែប៉ុណ្ណឹងហើយមួយទៀតគឺយើងចេះប្រាប់ខ្លួនឯងចេះទូមានខ្លួនឯងកុំឲ្យទៅផឹកស្រាកុំឲ្យទៅប្រព្រឹត្តខុសនៅក្នុងសិលណាមួយដូចជាសិល5អញ្ចឹងទី1គឺមានបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំប្រកាសណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះគន្លងគឺសម្រាប់សត្វបានថាយើងមិនសម្រាប់សត្វហើយសិលទី1គឺមិនសម្រាប់សត្វប៉ុន្តែសិលដែលរៀងធ្ងន់ជាងគេគឺផឹកសារាហ្នឹងតែម្ដងព្រោះអីការដែលយើងបរិភោគនៅសុរាហ្នឹងគឺយើងធ្វើឲ្យយើងអាចពោលនៅពាក្យកុហកអូតូអាចធ្វើឲ្យយើងប្រព្រឹត្តខុសក្នុងកាមអាចធ្វើឲ្យយើងយកទ្រព្យសម្បត្តិអ្នកដទៃដែលគេមិនបានឲ្យហើយអាចធ្វើឲ្យយើងសម្លាប់សត្វអញ្ចឹងតោះដែលធ្ងន់លំដាប់ទី4ទី2គឺមុសាវិទ្យាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំប្រកាសណាសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យកុហកហើយដូចជានិយាយបន្លោះអ្នកដទៃនិយាយពោលពាក្យមិនពិតហើយធ្វើឲ្យគេស្អប់គ្នាហើយព្យាយាមឲ្យអ្នកនឹងមើលព្យាយាមឲ្យគេមើលគ្នានៅក្នុងផ្លូវអវិជ្ជមានទាំងគេធ្វើទៅជារឿងដែលត្រឹមត្រូវទេតែព្យាយាមទាញឲ្យទៅជារឿងដែលមិនត្រឹមត្រូវហើយបើសិនជាយើងខុសនៅក្នុងកន្លែងចំណុចកន្លែងហ្នឹងណាដូចដែលបងមិញហ្នឹងគាត់បានគាត់ដូចជាម្ចាស់ផលិតផល Snow Blanc ហ្នឹងឯងអាសាស្ដាប់គាត់ទៅក៏ល្អដែរថងចំណុចហ្នឹងមួយដែលយើងគ្រប់គ្នាគឺក្នុងសង្គមហ្នឹងគឺតែងតែមើលរំលងថងចំណុចកម្មបត្តិសិលទី4ដែលជាចំណុចទី2ដែលខុសធ្ងន់នៅក្នុងសិលដែលបន្ទាប់ពីការផឹកសារាគឺមូសាវិទានឹងឯងអញ្ចឹងអ្នកខ្លះគឺគាត់យល់ដឹងច្រើនអ្នកខ្លះមិននិយាយទាំងអស់ឲ្យតិចចំនួនតិចតួចគឺគាត់
រៀនចេះចាំច្រើនជាអ្នកប្រាជ្ញជាបណ្ឌិតជាអីក៏មានហើយអ្នកខ្លះក៏ចេះដឹងយកវប្បធម៌បានច្រើនប៉ុន្តែគាត់ចូលចិត្តវិភាគនៅក្នុងការដែលឲ្យមនុស្សស្អប់គ្នាឲ្យមនុស្សបៀតបៀនគ្នាហ្នឹងក៏ប្រាក់ចាក់សិល5អញ្ចឹងបើយើងត្រិះរិះវិភាគនរណាគេម្នាក់សុំកុំឲ្យប្រាក់ចាក់សិល5ហើយត្រង់ចំណុចហ្នឹងបញ្ជាក់ថាយើងគឺមិនទាន់ជាមនុស្សជោគជ័យភាពជោគជ័យរបស់មនុស្សពិតប្រាកដហ្នឹងមិនបានត្រូវវាស់ដោយទ្រព្យសម្បត្តិកិត្តិយសគេឈ្មោះអំណាចទេគឺត្រូវបានវាស់ដោយកម្រិតចិត្តពួកអីចិត្តគឺជាប្រធានអញ្ចឹងគឺត្រូវតែយើងវាស់កម្រិតចិត្តតែម្ដងអញ្ចឹងវាមានពីកម្រិតទី1ដល់កម្រិត1000អញ្ចឹងបើសិនជាយើងស្ថិតនៅក្នុងចំណុចដែលដូចបែបបងស្រីនិយាយមិញហ្នឹងណាចេះនិយាយបៀតបៀនចំណែនឈ្នានីពោលពាក្យឲ្យគេស្អប់គ្នាបលឹះអីជាដើមហ្នឹងណាគឺស្ថិតនៅក្នុងកម្រិតចិត្តដែលទាបខ្លាំងមែនតែនធំតែពីកម្រិត1ដល់កម្រិត175តែប៉ុណ្ណោះមិនទាន់ដល់កម្រិត200ផងតែមិនថាអ្នកខ្លះគាត់យល់ដឹងពីពធអ្នកខ្លះមកចំនួនទួយទេប៉ុន្តែគាត់ចូលចិត្តលើកទីរិះបៀតបៀនទៅខមមិនឲ្យគេឈឺចាប់ពួកអីមនុស្សដែលមានចំណេះដឹងដែលខ្ពង់ពោះពិតប្រាកដគឺគេមិនមែនណែនាំជាសាធារណៈទេគឺគេណែនាំដោយកំបាំងឲ្យចំណុចត្រង់នេះគឺជាអ្នកដែលស្ថិតនៅកម្រិត free កង់រលកសញ្ញាកម្រិតចិត្តទាបតែម្ដងណាគាត់ចូលចិត្តណែនាំគេជាសាធារណៈនៅក្នុងកម្រិតចិត្តហ្នឹងគឺបានបច្ច័យហើយបើនៅក្នុងពុទ្ធសាសនាវិញសាសនាអាចវិនិច្ឆ័យទៅដោយសារតែភិក្ខុនៃឧបាសកនិងឧបាសិកាហើយដោយសារតែមានកត្តាធម៌5យ៉ាងដែលធ្វើឲ្យសាសនាអន្តរធានទៅទី1គឺអ្នកសេចក្ចាំងធម្មំអ្នកសេចក្ចាំងធម្មំសុនន្តិអ្នកសេចក្ចាំងធម្មំពុរិយាពុនន្តិអ្នកសេចក្ចាំងធម្មំធិរន្តិអ្នកសេចក្ចាំងធតានឹងធម្មានឹងអដ្ឋឧបបរិខន្តិអ្នកសេចក្ចាំងអដ្ឋមញ្ញយៈធម្មមញ្ញយៈធម្មានុធម្មាបដិខន្តិបដិចន្តិអញ្ចឹងធម៌5យ៉ាងហ្នឹងគឺមានគេខ្លះទី1មនីភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះមិនស្ដាប់ធម៌ដោយគោរពមិនរៀនធម៌ដោយគោរពមិនទ្រទ្រង់ចាំទុកធម៌ដោយគោរពមិនពិចារណាអត្ថនៃធម៌ដែលខ្លួនទ្រទ្រង់ឲ្យដោយគោរពដឹងអត្ថដឹងធម៌ឲ្យមិនប្រព្រឹត្តប្រតិបត្តិតាមធម៌ដែលសំគួរដល់ធម៌ចឹងមិនបញ្ជាក់អ្នកខ្លះគាត់យល់ដឹងចំណេះដឹងជាច្រើនហើយគាត់យកចំណេះដឹងរបស់គាត់ទាំងអស់ហ្នឹងមកវាយប្រហារគេអាងព្រះគម្ពីរព្រះសម្មាសម្ពុទ្ធហ្នឹងមកវាយប្រហារអ្នកនេះអ្នកនោះថាអ្នកនេះអ្នកនោះធ្វើអញ្ចឹងខុសដូចតែសូម្បីតែរៀនអំពីទិសរៀនអំពីផ្កាយរៀនអំពីតារាសាស្ត្រហ្នឹងក៏គាត់ថាខុសដែរហើយចាក់ស្ដែងនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធមានឲ្យរៀនភិក្ខុចូលរៀនអំពីផ្កាយអ្នកខិតតរិតនឹងទិសដែលឯកទេសឬក៏ដោយទាំងអស់ភិក្ខុដែលគង់អាស្រ័យនៅក្នុងព្រៃមិនរៀនអំពីផ្កាយនឹងត្រូវអាបត្តិអញ្ចឹងគាត់ថានៅក្នុងព្រះអភិធម្មនៅក្នុងព្រះធម៌84000ធម្មខណ្ឌមានព្រះវិន័យមានព្រះប្រសូតនិងមានព្រះអភិធម្មអញ្ចឹងភាពដូចជាមុងជំខាន3អញ្ចឹងត្រូវតែមានសង្យោគចូលគ្នាកំបានចូលគ្នាទាំងអស់មិនអាចខ្វះមួយណាបានទេភាពដូចជាមុងជំខានមានតែ2អញ្ចឹងគឺនឹងដាក់ឆ្នាំងអត់បានទេអញ្ចឹងយើងត្រូវតែកុំឲ្យឃ្លងឃ្លាតនៅក្នុងធម៌វិន័យកុំឲ្យឃ្លងឃ្លាតនៅក្នុងព្រះប្រសូតកុំឲ្យឃ្លងឃ្លាតនៅក្នុងព្រះអភិធម្មបើយើងផ្ដោតទៅលើព្រះអភិធម្មដូចយើងសិក្សាពីព្រះអភិធម្មអញ្ចឹងគឺដូចជាអនត្តាធម៌អត់មានសត្វអត់មានបុគ្គលអញ្ចឹងក៏អត់មានភេទស្រីអត់មានភេទប្រុសអញ្ចឹងយើងត្រូវឆ្លៀតទៅសិក្សាពីវិន័យបន្ថែមទៀតថាព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងយ៉ាងដូចម្តេចខ្លះនៅក្នុងព្រះវិន័យព្រោះអីវិន័យជ្រៅដោយកិច្ចព្រះអភិធម្មជ្រៅដោយសភាវៈព្រះប្រសូតជ្រៅដោយអត្ថអញ្ចឹងយើងអាចឃ្លងឃ្លាតនៅក្នុងពធទាំង84000បឋមខណ្ឌទាំងព្រះប្រសូតទាំងព្រះវិន័យនិងព្រះអភិធម្មអន្ទេហើយនៅក្នុងព្រះអភិធម្មក៏មាននៅក្នុងព្រះវិន័យក៏មាននៅក្នុងព្រះប្រសូតដែរអញ្ចឹងយើងជាពុទ្ធសាសនិកថាតើធ្វើដូចម្ដេចដើម្បីកុំឲ្យប្រសាសនានឹងអន្តរធានទៅដោយសារតែឧបាសកឧបាសិកាភិក្ខុនៃឲ្យខ្ញុំសូមអធិដ្ឋានចិត្តថាធ្វើបន់មកកមសេនក៏ដោយក៏សូមឲ្យខ្ញុំជាអ្នកដែលធ្វើឲ្យសាសនារុងរឿងរីកចម្រើនកាត់អាយុប្រហែលឆ្នាំក៏បានដែរឲ្យតែជាផ្នែកមួយធ្វើឲ្យប្រសាសនារីកចម្រើនអញ្ចឹងការសេពគប់នៅសប្បុរសហ្នឹងគឺសំខាន់ណាស់បានសប្បុរសណែនាំយើងអញ្ចឹងទៅនេះខ្ញុំរៀនពីម្ចាស់គ្រូនប់នេងហើយក៏សូមអរគុណនិងដឹងគុណដល់ម្ចាស់គ្រូមែនតើអញ្ចឹងថាការដែលយើងចេះដឹងនៅក្នុងពធនេះឬក៏ចេះដឹងនៅក្នុងផ្នែកអីមួយតែយើងឲ្យចំណៃទៅលើទិដ្ឋិឬក៏យើងឲ្យចំណៃទៅលើបញ្ញាបើសិនជាយើងឲ្យចំណៃទៅលើទិដ្ឋិគឺប្រកបដោយតម្រេឆៃតែប្រកបដោយតម្រេគឺប្រាជ្ជធម៌ប្រាជ្ជវិន័យតែម្ដងនៅពេលដែលព្រះនាងបជាបតិកោតមីទូព្រោះទូទៅសួរព្រះសម្មាសម្ពុទ្ធក្នុងកិច្ចប្រតិបត្តិតែម្ដងថាអ្វីទៅជាធម៌អ្វីទៅជាវិន័យចឹងអ្វីដែលជាធម៌អ្វីដែលជាវិន័យគឺអ្វីដែលប្រាជ្ជនៅតម្រេនោះទៅជាធម៌នោះទៅជាវិន័យបើប្រាជ្ជធម៌គឺប្រាជ្ជវិន័យបើប្រាជ្ជវិន័យក៏ប្រាជ្ជធម៌ដែរអញ្ចឹងថាការដែលយើងរៀនសូត្រចេះដឹងនេះបើសិនជាយើងឲ្យចំណៃទៅលើទិដ្ឋិគឺយើងនឹងមានតម្រេតែម្ដងហើយបើសិនជាយើងឲ្យចំណៃទៅលើបញ្ញាយើងនឹងរីកលូតលាស់ខាងផ្នែកបញ្ញាហើយយើងមើលអ្វីដែលសភាវៈធម៌នៅក្នុងខ្លួនរបស់យើងរៀនបធម៌ដើម្បីយើងបដិបត្តិបានទិសដៅដល់ព្រះនិព្វានហើយយើងអាលែងតែមើលសភាវៈធម៌ដែលប្រកបឡើងចំពោះខ្លួនយើងដោយវិសេសលក្ខណៈដោយបច្ចតលក្ខណៈអីជាដើមថាសភាពនឹងកាត់ឡើងយ៉ាងដូចម្ដេចយើងអាលែងទៅមើលអ្នកដតីទៅតអ្នកដតីយកអ្វីដែលខ្លួនឯងចេះដឹងរៀនសូត្របានច្រើននេះ
ទៅវាយប្រហារអ្នកដតីទៅកាយអ្នកដតីជាសាធារណៈឲ្យគេបៀតបៀនឲ្យគេស្អប់ខ្ពើមគ្នាមានប្រកាន់បពួកខណៈអីជាដើមអញ្ចឹងអ្វីដែលយើងរៀនសូត្រចេះដឹងដល់ច្រើនហ្នឹងណាអាចសេចក្តីដល់ច្រើនហ្នឹងណាគឺយើងបានឲ្យតម្លៃគឺយើងបានឲ្យចំណៃទៅលើទិដ្ឋិហើយតែមានទិដ្ឋិដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងគឺប្រកបដោយតម្រេចតែប្រកបដោយតម្រេចគឺប្រាក់ចធម៌ប្រាក់ចាក់វិន័យអ្វីដែលប្រកបដោយធម៌ប្រកបដោយវិន័យគឺអ្វីដែលប្រាក់ចាក់នៅតម្រេចនេះគឺខ្ញុំបានសិក្សារៀនសូត្រហើយនឹងស្ដាប់ហើយស្ដាប់ទៀតហើយក៏យល់ដឹងថាគឺពិតជាល្អខ្លាំងមែនទែនធម៌របស់ព្រះសម្មាសម្ពុទ្ធខ្ញុំរៀនសូត្រពីលោកគ្រូរស់សុផាតដែលលោកពោធំហ្នឹងហើយកន្លែងនេះគឺខ្ញុំរៀនពីម្ចាស់គ្រូនោះនេះគឺមានឯកសារត្រឹមត្រូវគឺថាមនីភិក្ខុទាំងឡាយអ្នកដែលប្រព្រឹត្តទៅដើម្បីឲ្យសាសនាព្រះសម្មាសម្ពុទ្ធដណ្ដរធានទៅគឺដោយកត្តា5យ៉ាងហ្នឹងដឹងអត់ដឹងធម៌ហើយមិនប្រព្រឹត្តប្រតិបត្តិតាមធម៌ដល់សំគួរដល់ធម៌ដឹងហើយថាអរិយមគ្គប្រកបទាំងអង្គ8នឹងមានអ្វីខ្លះមានសមាវិជ្ជាអីជាដើមហើយដែលខ្ញុំលើកមកនេះគឺខ្ញុំតែងតែឃើញជាហោហែសម្បីតែដូចជាលោកគ្រូវ៉ាន់ច័ន្ទស្រែនគាត់ជាអ្នកធ្វើគម្ពីរធម៌អាដល់ច្រើននៅមានអ្នកខ្លះចេះរៀនអំពីពធចេះដឹងយ៉ាងទៅយកមកវាយមហាគាត់ដូចជាមហាបាសិកាញឹកមិនថាក៏លោកពោលទៅមានការភ្លៀងផ្លាត់តិចតួយកន្លែងព្រះប្រសូតព្រះវិន័យជ្រៅដែលអីចឹងណាក៏លើកមកបែបផ្សោតចំអអីជាដើមហើយនឹងមានសប្បុរសខ្លះក៏ដូចលោកគ្រូសានជាចឹងលោកពោលធម្មតាមិនត្រូវការគ្រប់ពេលវេលាក៏មានការពោលតែដៀលទៅដល់លោកអីជាដើមហើយសម្រាប់លោកគ្រូសានជាលោកគឺជាគ្រូដែរគ្រូដើមរបស់ខ្ញុំដែលខ្ញុំរៀនសូត្រចេះដឹងពីដើមមកគឺដោយសារតែលោកគ្រូសូមដឹងគុណដល់លោកគ្រូខ្លាំងមែនតើហើយពាក់ព័ន្ធជាមួយនឹងការសិក្សាអំពីផ្កាយដូចខ្ញុំបានបញ្ជាក់អញ្ចឹងក៏ខ្ញុំផុសអំពីក្បួនពាក់ព័ន្ធពីការសិក្សាអំពីផ្កាយអីជាដើមអញ្ចឹងការសិក្សាអំពីផ្កាយគឺអាចធ្វើឲ្យយើងដឹងពីរដូវណានឹងចូលមកដល់អីជាដើមអញ្ចឹងក៏អាចទាយអីមួយចំនួនដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សហ្នឹងកើតនៅក្នុងថ្ងៃណាខែណាអញ្ចឹងដូចអូតូនិយមអីជាដើមគេមិនព្យាករទេតាព្យាករទុះទាយដឹងពីអាកាសធាតុមុនទេតាអញ្ចឹងក្បួនទាំងអស់នេះវិជាទាំងអស់នេះវាជាប្រយោជន៍ដល់ការរស់នៅវាមិនមែនជាជំនឿដែលអត់ហេតុផលទេវាសិតតែប្រកបដោយហេតុផលលក្ខណៈបូកគុណដកចែកលេខកណនីទៅតាមទ្រឹស្ដីបត់តាលេខ delta a បូក b លើជាការ៉េស្មើ a ការ៉េបូក 2ab បូក b ការ៉េហ្នឹងក៏បង្កើតបានចេញជាទិស4អញ្ចឹងគេយកមកអនុវត្ត apply ក្នុងជីវិតរស់នៅប្រចាំថ្ងៃហើយ DNA របស់យើងដែលកើតមកក្នុងចំទីតាំងកន្លែងណាពេលណាគេយកទៅធៀបជាមួយនឹងទិសទាំងអស់នៅក្នុងផែនដីយើងរស់នៅជាមួយនឹងផែនដីរស់នៅជាមួយនឹងភពទាំង9យើងត្រូវតែសិក្សាយកអំពីភពទាំង9យើងត្រូវសិក្សាយកអំពីផែនដីដែរពេលហ្នឹងគាត់ថាឲ្យខ្ញុំថាចារៀនធម៌សច្ចៈមិនមានជឿលើក្បួនទុះទាយចុះនេះមានន័យថាដូចមិនដាច់ចុះការព្យាករអូតូនិយមអីមួយចំនួនណោះអញ្ចឹងក៏យើងអត់ត្រូវជឿដែរមែនតែរឿងខ្លះគឺយើងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយយ៉ាងយើងយកចំណេះដឹងរបស់យើងនឹងមកវាយប្រហារអ្នកដទៃហ្នឹងអ្នកកំពុងតែស្ថិតនៅក្នុងកម្រិតចិត្តដែលទាបខ្លាំងហ្នឹងខ្ញុំបានធ្លាប់និយាយពីកម្រិតចិត្តមួយដល់1000ណោះអញ្ចឹងយើងម្នាក់គឺអាចប្រៀបធៀបខ្លួនឯងបានថាយើងនៅក្នុងកម្រិតមួយណាហើយក៏ខ្ញុំប្រាប់ទៅវិញថាក្បួននេះសិក្សាពីផ្កាយអ្នកខិតរទិសហើយព្រះពុទ្ធមិនបានហាមទេសូម្បីតែភិក្ខុក៏ព្រះអនុញ្ញាតឲ្យរៀនដែរនេះហើយគាត់ថាមិនមែនជា3ដកផ្លូវការទេគាត់ចង់និយាយថាមិនមែនជា3ដកផ្លូវការទេការរៀនសូត្រនីមួយគឺខ្ញុំមានគ្រូបាអាចារ្យរបស់ខ្ញុំត្រឹមត្រូវគឺបានមកពីម្ចាស់គ្រូណុបណេងលោកអ្នកផ្ដល់ឯកសារនឹងមកដល់ខ្ញុំហើយនេះគឺអ្នកផ្ដល់ឯកសារគឺខ្ញុំសិក្សាស្រាវជ្រាវដើម្បីមានអីមួយគឺគ្រប់គ្រងការពារលើអ្វីដែលខ្ញុំបានធ្វើបាត់បង្ហាញទៅហើយគាត់ថាមិនមែន3ដកផ្លូវការទេខ្ញុំថាកុំចេះតែយកចំណេះដឹងខ្លួនមិនទាន់ចេះអស់មកវាបហាគេខ្ញុំមានឯកសារបានព្រាបប្រសងដែលចេះតាមពុទ្ធវចនៈត្រឹមត្រូវលោកជាគ្រូបង្រៀនវិន័យនិងព្រះអភិធម្មផងដែរកុំចង់ឈ្នះរហូតដល់អ្វីក៏អាចនិយាយបានរហូតដល់ប្រមាណកម្ពីទៀតណាហើយគេថាកុំយកកម្ពីមកអាងរឿងក្បួនត្រឹមអរិយមគ្គប្រកបដោយអង្គ8ត្រង់សមាជីវៈគឺមិនមើលមេឃមិនមើលផ្កាយមិនមើលក្បួនទុះទាយទេខុសក្នុងអរិយមគ្គហើយអញ្ចឹងបានថាគាត់ផ្ដោតទៅលើមួយខាងហើយគាត់អត់សង្យោគចូលគ្នារវាងព្រះពិសូតព្រះប្រសូតព្រះវិន័យនិងព្រះអភិធម្មអីជាដើមមាននៅក្នុងវិន័យហេតុអីមិនគាត់ទៅសិក្សាពីវិន័យសិនទៅចាំគាត់ពោលមកទៅតវល់គេហើយគាត់កំពុងតែនិយាយពីអរិយមគ្គប្រកបដោយអង្គ8ប៉ុន្តែគាត់ប្រាក់ចាក់នៅសមាវិជ្ជាគឺពោលពីខុសពីអរិយមគ្គប្រកបដោយអង្គ8គាត់មិនបានប្រព្រឹត្តប្រតិបត្តិនៅធម៌ដែលគាត់បានយល់ដឹងក្នុងអរិយមគ្គប្រកបដោយអង្គ8នឹងទៀតគាត់ផ្ដោតតែលើត្រង់សមាអាជីវៈមួយហើយសួរថាអញ្ចឹងខុសមែនខ្ញុំប្រមូលអ្នកមានបានយកចំណេញនេះទេគាត់ចង់ឲ្យគុណខ្មែរបានយល់ដឹងពីក្បួនទាំងអស់ហ្នឹងគឺល្អប៉ិតមែនហើយលោកគ្រូក៏គាត់បានលក់នឹងផ្ដោតទៅលើការចំណេញដែរបោះពុំហើយជាពាក់ខាងហុំពុំ5000ទៀតហើយពីសួរថាបើគាត់ចេះក្បួនច្រើនអញ្ចឹងមិនបានជាពាក់លុយគេចង់ថាគាត់យកទៅបូជាមាសគាត់ធ្វើបច្ច័យដីបូជាគុណព្រះសម្មាសម្ពុទ្ធសាងសង់វត្តបានឡើងច្រើនកន្លែងលះបង់គាត់ប្រាថ្នាជាពុទ្ធភូមិហើយរឿងទាំងអស់ហ្នឹងគាត់យល់ដឹងពីពធតែអ្នកដែលថាឲ្យលោកនេះ
អ្នកដែលថាលោកគ្រូបានចាំស្រាញនេះបានធ្វើបានកំពីធោអាបានដោយលោកគ្រូហើយឬនៅបានសិក្សាគ្រប់ជ្រុងជ្រោយដោយលោកគ្រូហើយឬនៅហើយគេនិយាយថាកុំយកកំពីមកអាងខ្ញុំថាបើខ្ញុំមិនយកកំពីជាគោលទេតែឲ្យខ្ញុំប្រមាថកំពីដោយគាត់មែនខ្ញុំមានកំពីខ្ញុំមានច្បាប់ក្បួនក្នុងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធត្រឹមត្រូវនៅក្នុងវិន័យគាត់បានសិក្សាគ្រប់ជ្រុងជ្រោយអំពីព្រះវិន័យគាត់សិក្សាតែមួយផ្នែកអញ្ចឹងធ្វើឲ្យឃ្លុំឃ្លាតអញ្ចឹងជាហេតុធ្វើឲ្យព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងថាជាហេតុធ្វើឲ្យព្រះសាសនាអន្តរធានទៅហើយខ្ញុំថាបើមិនយកគម្ពីរជាគោលហើយឲ្យទៅប្រមាថគម្ពីរដោយគាត់មែនហើយខ្លួននឹងចេះលក្ខណៈមគ្គប្រកបដោយអង្គ8មកពោលទាំងខ្លួនបដិបត្តិមិនទាន់បានផងគេថាលៀងខ្លួនឯងឲ្យស្អាតសិនចាំមកលៀងខ្លួនអ្នកដតីហ្នឹងខ្ញុំបានពោលទៅប្រាប់គាត់ថាចេះមិនគ្រប់ជ្រុងជ្រោយអញ្ចឹងឯងបដិសេធសម្បីតែការត្រាស់ដឹងរបស់ព្រះត្រង់ចំណុចខ្លះហើយគាត់ថាខ្ញុំថាបងហើយក៏គាត់នឹងនិយាយចង់និយាយឡើងគាត់ថាខ្ញុំមិនចេះអីទេបងស្រីអញ្ចឹងចាំយើងគាត់ហៅខ្ញុំបងស្រីតែខ្ញុំក៏ហៅគាត់បងដែរចាំយើងចេះឲ្យបានច្រើនសិនទៅចាំយើងមកពោលទៅតល់គេក៏ល្អដែរហើយបើសិនជាអ្នកចេះអ្នកប្រាជ្ញពិតប្រាកដគេអត់មានណែនាំមកនិយាយបែបហ្នឹងជាសាធារណៈឲ្យមាននៅអធិការទាំងឡាយទេហើយក៏ខ្ញុំនិយាយថាបើអត់ចេះទេចាំខ្ញុំប្រាប់ទៅវិញថារៀនឲ្យចេះសិនឲ្យបានគ្រប់ជ្រុងជ្រោយចាំមកពោលបដិណែនាំគេបើមិនចេះគ្រប់ជ្រុងជ្រោយធ្វើឲ្យឃ្លងឃ្លាតព្រះធម៌ព្រះវិន័យព្រះប្រសូតនិងព្រះអភិធម្មជាដើមហើយក៏គាត់ថាចាបងស្រីព្រះវិន័យក្តីព្រះប្រសូតក្តីព្រះអភិធម្មក្តីជាធម៌ចាក់ចេញវត្តដាក់មិនប្រព្រឹត្តនៅជាប់នៅក្នុងភព3ទេហើយក៏ខ្ញុំបានពោលត្រឡប់ទៅវិញថាចាបើនៅតែដើរទៅគេទាំងមិនដឹងទិសមិនដឹងធម៌មិនដឹងវិន័យហើយក៏ជាហេតុធ្វើឲ្យសាសនាអន្តរធានទៅដោយការប្រព្រឹត្តដូច្នោះឯងគឺនៅតែជាប់នៅក្នុងភព3ដែលជាដែនរបស់អវិជ្ជាបើថាគាត់ដឹងថាសិក្សាព្រះអភិធម្មព្រះវិន័យព្រះប្រសូតនឹងធ្វើឲ្យចេញចាក់ពីវត្តដាក់ប៉ុន្តែគាត់នៅអាឡែងតាអត់ទៅសិក្សាឲ្យបានច្រើនឲ្យបានគ្រប់ជ្រុងជ្រោយតែអញ្ចឹងនៅព្រោះដើរទៅគេអញ្ចឹងក៏ជាហេតុតែធ្វើឲ្យសាសនាអន្តរធានទៅហើយក៏នៅតែជាប់ក្នុងភព3ដែលជាដែនរបស់អវិជ្ជាហើយក៏ខ្ញុំបានបញ្ជាក់ធំកន្លែងនេះខ្ញុំបានសូត្រមិញពីអ្នកសិក្ខាធម្មងសុនន្តិអ្នកសិក្ខាធម្មងធិរន្តិអ្នកសិក្ខាបរិយាពុនន្តិអីជាដើមឯហ្នឹងថាធម៌5យ៉ាងដែលធ្វើឲ្យសាសនាអន្តរធានទៅមានចំណុចមួយគឺដឹងអត់ដឹងធម៌ហើយមិនប្រតិបត្តិតាមធម៌ដែលសមគួរដល់ធម៌ដឹងពីអរិយមគ្គអង្គ8ថាមានអ្វីខ្លះហើយតែមិនបដិបត្តិរៀនចេះដឹងហើយយកការចេះដឹងរបស់ខ្លួនឲ្យចំណេញទៅលទ្ធិដាក់បៀតបៀនគេអាងធម៌ព្រះមកវាប្រហាគេមិនយកការចេះដឹងនោះឲ្យចំណេញទៅលើបញ្ញាតែមានទិដ្ឋិគឺមានតម្រេចតែមានតម្រេចគឺប្រច្ចាធម៌ប្រច្ចាវិន័យចាសូមអរគុណអញ្ចឹងមុននឹងយើងត្រិះរិះអីមួយគឺសូមមើលនៅក្នុងសល់ទាំង5សិនថាខុសអត់បើសិនជាមូសាឲ្យគេស្អប់គ្នាយើងធ្វើបន់ច្រើនអស់លុយច្រើនខ្លាំងណាស់ប៉ុន្តែយើងនៅនិយាយដើមបៀតបៀនគេចាក់រុកគ្នានេះគេឲ្យគេស្អប់គ្នាក៏សម្បីតែពេលដែលយើងធ្វើបន់តែយើងអត់មានសល់សម្បីតែប្រែតខ្លះក៏អត់ទទួលដែរព្រោះអីយើងអត់មានសល់អញ្ចឹងមិនពេលដែលគេទៅធ្វើបន់គេឲ្យយើងសមាទានសល់សិនមុននឹងខ្ញុំទៅប្រកេនចង្ហាន់ពេលខ្លះខ្ញុំអាចភ្លៀងភ្លាត់សតិនៅក្នុងការធ្វើឲ្យខុសសិលក្នុងកម្មបត្តិណាមួយក៏ខ្ញុំទៅសមាទានអីវិញយើងអាចបោះទៅបៀតបៀនជីវិតសត្វដែលអត់ដឹងខ្លួនអីជាដើមអញ្ចឹងសមាទានសល់គឺការតែធ្វើបន់ពីទីខ្ពស់មកទីទាបអញ្ចឹងឲ្យយើងអ្នកមានសល់សិនបានយើងធ្វើបន់ទៅបានអានិសង្សច្រើនបើយើងធ្វើបន់អស់រាប់លានរាប់ម៉ឺនដុល្លារប៉ុន្តែយើងនៅពោលឈ្នានេះថ្ងៃអង្គុយតែនិយាយដើមគេឲ្យគេស្អប់គ្នាឲ្យគេមិនពេញចិត្តគ្នាអត់មានណែនាំដោយមេត្តាចិត្តទេនៅក្នុងចិត្តនឹងសម្បូរទៅដោយការគុំគួនចំណែនស្អប់ក៏ពើមគ្នានិយាយពាក្យបលឲ្យគេស្អប់គ្នាជាដើមទោះបីធ្វើបន់មិនច្រើនខ្លាំងកម្រិតលួយច្រើនខ្លាំងថាវិការច្រើនខ្លាំងក៏ដោយក៏អត់បានបន់ដូចដែលគេដែលមានសល់តែគេមានសល់តែគេមានរៀងមានលុយតិចជាងក៏គេរៀងបានបន់ច្រើនដែរអញ្ចឹងត្រូវបានវាស់ដោយកម្រិតនៃចិត្តនឹងឯងភាពជោគជ័យរបស់មនុស្សការធ្វើបន់ដូចគ្នាមកគឺត្រូវបានវាស់នៅក្នុងកម្រិតចិត្តនឹងឯងនៅពេលដែលអ្នកមានកម្រិតចិត្តខ្ពស់ភាពដូចជាអ្នកមានរៀងមានសល់ច្រើនដែរអញ្ចឹងពេលដែលធ្វើបន់យើងមានសល់ក៏ជាមូលដ្ឋានគ្រឹះសល់គឺជាហេតុដែលធ្វើឲ្យយើងបានដល់ព្រះនិព្វានក៏មានបុព្វភាគខាងដើមគឺសល់នឹងឯងជាហេតុធ្វើឲ្យយើងបានដល់ព្រះនិព្វានមានសល់គឺភាពដូចជាដីអញ្ចឹងហើយទានគឺភាពដូចជាទឹកសមាធិភាពដូចជាជីវិបស្សនាគឺភាពដូចជាដំណាំគឺត្រូវតែមានទឹកមានទានមានសល់វាឲ្យមានទឹកមានដីមានជីទៅធ្វើដំណាំនឹងលូតលាស់ផ្លែផ្កាមកបានល្អដើម្បីអាចដល់ព្រះនិព្វានអាចជាផ្លែផ្កាមួយហ្នឹងដែលត្រូវតែមានសល់មានទានមានសមាធិនិងមានវិបស្សនាអញ្ចឹងគឺសំខាន់ខ្លាំងមែនតើហើយខ្ញុំក៏សូមអធិដ្ឋានបុណ្យរបស់ខ្ញុំដែលបានធ្វើឲ្យដល់ល្អដែលការដល់វិចារដែលចិត្តមានធម្មទានក្តីអមិសទានក្តីនិងអភ័យទានក្តីបុណ្យដែលខ្ញុំបានធ្វើពីអតីតកាលមកដល់បច្ចុប្បន្ននេះសូមឲ្យខ្ញុំប្រកាសណាដល់ហេតុនៃជីវិតក៏កុំឲ្យខុសនៅក្នុងសល់ទាំង5សូមឲ្យរក្សាសល់ដែលបានល្អដល់កន្លងមកខ្ញុំកណាបានធ្វើឲ្យភ្លៀងភ្លាត់ខុសដោយអំណាចនៃអវិជ្ជាគ្រប់ដណ្ដប់ក៏បានខុសនៅក្នុងសល់ក្តីក៏សូមខមាទោសនិងអភ័យទោសដល់សពសត្វទាំងអស់
ដែលខ្ញុំបានបៀតបៀនដោយចេតនាក្តីនិងអចេតនាក្តីសូមខមាទោសនិងអភ័យទោសដល់ខ្ញុំផងតែពេលនេះគឺខ្ញុំបានព្យាយាមសិក្សាដកខាត់ទប់ស្កាត់បាបចាស់រៀបរៀងបាបថ្មីបង្កើនកុសលចាស់និងបង្កើតកុសលថ្មីថងចំណុចនេះនៅក្នុងសភៅញាណទស្សនៈគឺមានហើយខ្ញុំចេះពីលោកតាថងលីដាម៉ារីហើយនឹងមើលនៅក្នុងសភៅទៅក៏ឃើញអ្វីដែលលោកតាពោនោះគឺមាននៅក្នុងសភៅញាណទស្សនៈចឹងខ្ញុំមានតែសូមខមាទោសតកំហុសឯណាដែលខ្ញុំបានធ្វើឲ្យភ្លៀងផ្លាត់ហើយចំពោះព្រះពុទ្ធធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធធម៌ព្រះសង្ឃជាម្ចាស់អត់នៅតោះនោះដល់ខ្ញុំកណ្ណាតោះអាណាដែលខ្ញុំបានធ្វើឲ្យភ្លៀងផ្លាត់ហើយចំពោះលោកគ្រូជាម្ចាស់សូមលោកគ្រូជាម្ចាស់អត់នៅតោះនោះដល់ខ្ញុំកណ្ណាហើយតោះអាណាដែលខ្ញុំបានធ្វើឲ្យភ្លៀងផ្លាត់ហើយចំពោះសត្វលោកទាំងឡាយចំពោះលោកអ្នកទាំងឡាយចំពោះមនុស្សទាំងឡាយសូមអត់នៅតោះនោះដល់ខ្ញុំផង